ជំរាបសួរបងប្អូនដំបូងគិតថាអនាគតទៅនឹងមានផ្ទះមួយតូចនៅជនបទដើម្បីរស់នៅលក្ខណៈសោយសុខណាបាទក៏ប៉ុន្តែការតស៊ូប្រឹងប្រែងរបស់យើងឬមួយក៏ការងារផ្សេងៗរបស់យើងឬមួយក៏ការងាររកស៊ីរបស់យើងវាបានធ្វើឲ្យយើងជំពាក់វគ្គវិនជាមួយនឹងបំណុលបាទឥឡូវថ្ងៃនេះខ្ញុំបានណែនាំខ្លួនអំពីជីវប្រវត្តិរបស់ខ្ញុំសង្ខេបសិនណាបាទតោះយើងឆ្លើយតបនេះបងប្អូនណាឆ្នាំ2003ខែ12ខ្ញុំចប់មហាវិទ្យាល័យព័ត៌មានវិទ្យាហើយ2004ខ្ញុំក៏បានចូលធ្វើការនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កុងត្រាជាមួយនឹង World Bank មានអត្ថន័យថាខ្ញុំប្រឡងជាប់ World Bank បាទធនាគារពិភពលោកមានឋានៈជាមន្ត្រីអមក្រសួងដែនដីដើម្បីបង្រៀនព័ត៌មានវិទ្យាមន្ត្រីឋានៈខេត្តនេះគឺជាកាតសួរដីហើយនេះគឺជាម៉ាស៊ីនបោះពុម្ពប្លង់រឹងផែនទីហើយនឹងនេះគឺជាក្បាលម៉ាស៊ីនដែលគ្រប់គ្រងផែនទីហើយនឹងប្លង់រឹងបាទណាហើយនេះគឺជាសញ្ញាបត្រដែលខ្ញុំរៀននៅប្រទេសគេបាទណាហើយបន្តមកទៀតនៅពេលដែលខ្ញុំចេញធ្វើការងារឯកជនណាបាទឆ្នាំ2008ខ្ញុំបានឈប់ធ្វើការនៅស្ថាប័ននេះហើយខ្ញុំក៏ប្រឡូកនៅក្នុងឯកជនបាទណាអានេះនៅបាត់ដំបងពិធីសម្ពោធក្រុមហ៊ុនឯកជនរបស់ខ្ញុំហើយអានេះនៅកោះពេជ្រការនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជាង20ប្រទេសបាទហើយនេះការបរៀននៅ M Star អាគារ Tower ជាន់ទី22បាទហើយនេះនៅ Dubai បាទហើយនេះការបរៀនលក់អាហារអំប៉ុនហើយនេះគឺធីមលក់អាហារអំប៉ុនបាទហើយនេះនៅបាត់ដំបងបាទនេះសិតតែជើងខ្លាំងបាទជើងខ្លាំងណាបាទហើយនេះការសម្ពោធក្រុមហ៊ុនមកពីប្រទេសចិនមួយបាទណាដែលមានភ្ញៀវមក250នាក់ឆ្នាំ2015សម្ពោធណាបាទហើយនេះយើងឲ្យខ្សែកទៅបុគ្គលឆ្នើមបាទណាហើយនេះវាកាលខ្ញុំរៀបចំដើម្បីទទួលភ្ញៀវចិនជាង250នាក់ដូច្នេះហើយក៏អញ្ជើញកងកម្លាំងនៅក្នុងខណ្ឌដើម្បីជួយរៀបចំណាហើយនេះគឺវគ្គបរិញ្ញាទាំងលោកតាផងដែរហើយនេះគឺជាការជួបជុំក្រុមការងារដើម្បីលក់ផលិតផលបាទណានេះគឺជាក្រុមការងារលក់ផលិតផលក្រុមការងារនៅសិង្ហបុរីលក់ផលិតផលហើយនេះគុណសិស្សបាទហើយនេះទទួលភ្ញៀវចិនមកពីប្រទេសចិនចំនួន250នាក់ហើយនេះកុងត្រាក្រុមហ៊ុនថៃមកស្រុកខ្មែរបាទណាហើយក៏មានបទពិសោធន៍ជួសជុលម៉ាស៊ីន ATM បាទណាបំពាក់កាមេរ៉ា security នៅក្នុងហ្នឹងហើយនេះ Las Vegas Casino គឺអានេះហៅថា CCTV room ហើយបាទគឺជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅក្នុងកាស៊ីណូទាំងមូលហើយបន្ទាប់ហ្នឹងគឺមិនងាយឲ្យអ្នកណាគេចូលទេណាបាទហើយនេះយើងធ្វើពិធីជប់លៀងជាមួយនឹងក្រុមការងារដែលយើងទទួលចិនមកពីប្រទេសចិនបានល្អអានេះនៅកោះពេជ្រដែលសម្ពោធតាំងពីពណ៌កាត់ខ្សែបូហើយនៅប្រទេសឥណ្ឌូនេស៊ីបាទនៅប្រទេសឥណ្ឌូនេស៊ីនៅពេលដែលខ្ញុំទៅដើរលេងគេឲ្យអង្គរៈ1 2 3 4បាទតាមការពីណាបាទនេះហើយគឺកាត់ខ្សែបូនៅនឹងបាទនៅកោះពេជ្រឆ្នាំ2015ណាបាទហើយនេះថៃហើយនេះនៅឌីបៃបាទនេះនៅប្រទេសឌីបៃបាទឌីបៃហ្នឹងគឺលអាងហើយលអាងដែលអ្នកដែលជឿខាងសាសនាបាទណាគឺលអាងស្រង់ព្រះបាទហើយនេះខ្ញុំធ្លាប់ដោះស្រាយវិវាទទំនាស់ដីធ្លីបាទហើយនេះគឺជាឡានរបស់ខ្ញុំបាទមាន4គ្រឿងមានពណ៌ប្រាក់មួយពណ៌ក្រហមមួយទៀតណាបាទលក់ហើយនេះគឺប្រទេសចិនកងជូវបាទតុកអ្នកធំមួយនៅនោះបាទហើយខ្ញុំធ្លាប់ធ្វើជាអ្នកនិពន្ធនយុហើយក៏ធ្លាប់ជាពិធីករនៅក្នុងរឿងនិទានស្នេហាមុនចូលគេងដោះស្រាយវិវាទស្នេហាបាទហើយនេះនៅប្រទេសឥណ្ឌូនេស៊ីហើយនេះគឺជាហៅថាបងប្អូនបាទណាអ្នកដែលគាត់ជួយមើលការពារខ្ញុំនៅពេលដែលខ្ញុំនាំចិន250នាក់បាទហើយនេះធីមការងារហើយនេះក៏ធីមការងារបាទ
តោះមើលទៅទៀតនេះគឺជាការដេញថ្លៃបាទដេញថ្លៃប្រព័ន្ធសុវត្ថិភាពនៅក្រសួងបាទនេះនៅក្រសួងបាទណាហើយនេះគឺជាការចែកអំណោយមកកងពលបាទចែកអំណោយមកកងពលបាទដល់ប្រជាជនបាទមួយកងពលនៅឯខេត្តកំពង់ស្ពឺហើយនេះគឺចែកជូនម៉ូតូដល់សន្តិសុខនៅបរិយាពេញហួតបាទហើយនេះគឺជាការវគ្គបង្រៀនបង្ហាត់បង្ហាញហើយនេះឆ្នាំ2017ខ្ញុំចាំច្បាស់ហើយនឹងបាទឆ្នាំ2017ខ្ញុំអាយុ27ឆ្នាំបាទគឺបានរួមជាមួយនឹងបងបាទដើម្បីធ្វើអាគារមួយជូននៅខេត្តដូចជាព្រៃវែងកាលហ្នឹងណាហើយនេះកាល2000ប្រហែលនេះភ្លេចបាត់ហើយណាគឺពេលហ្នឹងមានក្រុមហ៊ុនមួយដែលគេសប្បាយចិត្តជាមួយនឹងបុគ្គលិកក៏ទិញម៉ូតូ32គ្រឿងចែកបុគ្គលិកម្នាក់មួយគ្រឿងតាមរយៈខ្ញុំបាទណាហើយនេះគឺប្រជុំសហភាពអឺរ៉ុបដើម្បីជួយប្រព័ន្ធអប់រំនៅកម្ពុជាណាបាទហើយនេះគឺជាក្រុមរបាំរបស់បងខ្ញុំខ្មែរបាទណាហើយក៏ដើរទៅក៏បានទៅជាមួយលោកណាក្នុងពិធីកិច្ចការងារធំផ្សេងហើយក៏បានថតជាមួយនឹងអ្នកធំក៏បានថតជាមួយនឹងអ្នកធំក៏បានថតនេះបងអីថេនខ្ញុំខ្មែរក៏បានថតចឹងរូបភាពទាំងអស់នេះគ្រាន់តែជាអនុស្សាវរីយ៍តែប៉ុណ្ណោះខ្ញុំក៏មិនដែលបានបង្ហោះលើ Facebook ដែរគាត់ខ្ញុំបង្ហាញនៅក្នុង slide នៅពេលដែលខ្ញុំនិយាយអំពីជីវប្រវត្តិរបស់ខ្ញុំតែប៉ុណ្ណោះណានេះគឺការធ្វើសួនឧស្សាហកម្មមួយដ៏ធំចំនួនដីជិត 1000 ហត្ថបាទកសិកម្មចំជ្រូកចំមាន់ចំគោចំទាបាទវិស័យអប់រំអីហោហែនៅក្នុងដី 1000 ហត្ថបាទតែពេលហ្នឹងគឺយើងធ្វើការរៀបចំហើយមានពិធីផ្សេងក៏ប៉ុន្តែហៅថាធនាគារអន្តរជាតិមិនអនុញ្ញាតឲ្យអនុទានដូច្នេះយើងក៏បិទគម្រោងនេះចោលទៅណាហើយនេះគឺទៅប្រជុំនៅពោធិ៍សាត់នៅក្នុងការប្រជុំនេះមានចាប់ពីចវាយសុកឡើងទៅលើរហូតដល់ស្នងការទៅអាចអង្គុយនៅកន្លែងនឹងបានបាទហើយនេះបងហើយគាត់នេះគឺជាប្រធាននាយកដ្ឋានបាទប្រធាននាយកដ្ឋាននេះបងនីវ៉ាន់ហើយនេះគឺទៅការប្អូនបងកំហៀងបាទហើយនេះសកូជោគជ័យនេះបាទនេះលោកគ្រូជោគជ័យបាទនេះបាទនេះបាទហើយនេះខ្ញុំទៅហាណូយទៅប្រទេសវៀតណាមនៅពេលទៅគឺគេយក Lamborghini មកទទួលបាទអូខេហើយខ្ញុំចាំបានទៀតថាការងាររស់ស៊ីទាំងអស់ហ្នឹងមិនមែនស្រួលទេរស់ស៊ីធំពេកក៏បាក់ដែរជាក់ស្ដែងដូចជាពាក់មួយនៅវៀតណាមនេះឃើញនៅពេលដែលគាត់រស់ស៊ីធំខ្លាំងណាតែ3ថ្ងៃទេបាទណាមានបញ្ហាអញ្ចឹងដូច្នេះខ្ញុំលែងចង់រស់ស៊ី real estate ហើយបងប្អូនអើយបាទណាខ្ញុំអត់ចង់រស់ស៊ី real estate ទេពីព្រោះនៅពេលដែលរស់ស៊ីធំគីឡូធ្ងន់ចុងក្រោយចែណាបាទណាអូខេចុងក្រោយចែណាហើយបន្តមកទៀតហ្នឹងខ្ញុំក៏លាពីសង្គមណាលាពីសង្គមដីឡូដីធ្លីផ្ទះសម្បែងកសិកម្មអីផ្សេងមកក៏ធ្វើជាអ្នកសារព័ត៌មានណែអូខេនេះណាអ្នកសារព័ត៌មានអូខេហើយក៏គេសុំឲ្យខ្ញុំជួយធ្វើជាអ្នកនាំពលករទៅក្រៅប្រទេសណាបាទតែអ្នកសារព័ត៌មានរបស់ខ្ញុំមានបទពិសោធន៍រៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាពជូនធនាគារជាតិអន្តរជាតិបាទណានៅរហូតដល់រៀបចំប្រព័ន្ធសុវត្ថិភាពកាមេរ៉ាជូនក្រសួងមហាផ្ទៃផងដែរណាក៏តែខ្ញុំបានបោះជំនាញនេះចោលខ្ញុំក៏ទៅធ្វើជាអ្នកសារព័ត៌មានវិញមូលហេតុដោយសារតែទី1នេះណាការដើរហើរច្រើនលក្ខណៈបែបនេះអូខេការដើរហើរច្រើនណាការដើរហើរច្រើនបាទចុងក្រោយអញ្ចេះដល់ទៅពេលយើងឃើញចុងក្រោយអញ្ចេះខ្ញុំឡើងចង់ធ្វើបដ ாய் ណាទៅខ្ញុំធ្វើជាអ្នកសារព័ត៌មានទៅហើយខ្ញុំសម័យថាការពីអតីតកាលបងបកកើតខ្ញុំណាបាទគាត់ហ្នឹងមកតាំងលឿនហ្នឹងគាត់ទៅរៀននៅប្រទេសបារាំងបាទហើយក៏ធ្វើជាអនុប្រធានអង្គការកុមារកំព្រាមួយដែលចែកអំណោយទូទាំងប្រទេសកម្ពុជានេះគឺជាការបើកលុយជូនកុមារកំព្រាទូទាំងប្រទេសកម្ពុជាតាំងពីឆ្នាំ1987រហូតដល់1997ណារយៈពេល10ឆ្នាំដែលបងបង្កើតខ្ញុំធ្វើការបម្រើអង្គការដើម្បីចែកអំណោយកុមារកំព្រាទូទាំងប្រទេសចុងក្រោយគាត់ស្លាប់ដោយសាររលាកស្រោមខួរក្បាលណាបាទអូខេ
ចឹងធ្វើឲ្យខ្ញុំហើយគិតទៅជីវិតតាំងពីលឿនដល់ក្រោមលែងចង់ដើរក៏មានអារម្មណ៍ថាចង់ណារស់នៅលក្ខណៈមួយស្ងប់ស្ងាត់នៅផ្ទះលក្ខណៈសាមញ្ញមួយទេអញ្ចឹងណាបាទណាអូខេបងប្អូនបាទដល់ទៅពេលរហូតទៅក៏មានគេប្រាប់ថាបើឯងចេះអា AI កុំព្យូទ័រដែរបើឯងមិនរួមស្រាវជ្រាវប្រព័ន្ធ AI ដើម្បីរកស៊ីអញ្ចឹងណាអញ្ចឹងខ្ញុំក៏ស្រាវជ្រាវប្រព័ន្ធ AI នេះណាបាទហើយនៅខែ12ឆ្នាំ2023ខ្ញុំក៏បានធ្វើ testing AI ប្រើលុយ250 750 ណារហូតទៅដល់ខ្ញុំបើកក្លឹបបាទនេះគឺជា slide ទី1ដែលខ្ញុំនិយាយអំពីជីវប្រវត្តិខ្ញុំសិនណា slide ទី2ខ្ញុំនឹងជម្រាបអំពីណាការធ្វើ test AI ណាបាទពីណាទៅណាជូនបងប្អូនស្ដាប់បន្តទៀតបាទអរគុណជម្រាបលា